ងម្ដងពិតជាពិបាកនៅក្នុងការទប់កំហឹងខ្លាំងមែនទែនហើយនេះជាវិធីតាម8យ៉ាងដើម្បីជួយទប់កំហឹងរបស់អ្នកវិធីទី1នោះគឺការបដូរស្ថានភាពឬក៏អាចដើរចេញពីស្ថានភាពដែលកំពុងតែមានចំនួនពេលហ្នឹងអារម្មណ៍របស់អ្នកកំពុងតែឈួលខ្លាំងមែនទែនសូមឲ្យដកថយសិនទៅដើរលេងអាចទៅចុចទូរស័ព្ទឬមួយក៏ដើរចេញពីកន្លែងដែលកំពុងតែមានអារម្មណ៍ថាខឹងឬក៏បដូរការនិយាយគ្នាទៅនិយាយជាមួយអ្នកផ្សេងពីរសរសេរអារម្មណ៍ចេញនេះមិនមែនមានន័យថាឲ្យអ្នកទាំងអស់គ្នាបង្ហាញអារម្មណ៍តាមរយៈបណ្ដាញសង្គមនោះទេតែអ្នកអាចសរសេរដាក់នៅក្នុងក្រដាសឬមួយក៏ក្នុង note ហើយសរសេរចេញនៅអារម្មណ៍ដែលកំពុងតែមានសរសេរឲ្យដឹងពីមូលហេតុអ្វីទៅបានជាខឹងហើយខឹងរឿងអ្វីការសរសេរបែបនេះធ្វើឲ្យអារម្មណ៍របស់យើងធូរស្រាលដោយយើងអាចបង្ហាញចេញដូចយើងទៅប្រាប់នរណាម្នាក់ហើយក៏មិនចាំបាច់ខ្វល់ថាមាននរណារីកូនដែរទី3នោះនៅពេលដែលអ្នកនរគ្នាកំពុងតែខឹងខ្លាំងព្យាយាមស្ងប់ស្ងាត់រយៈពេល10វិនាទី10វិនាទីនេះពិតជាពិបាកទ្រាំខ្លាំងមែនតើប៉ុន្តែ10វិនាទីនេះបើទ្រាំបានអាចថាឆ្លងកាត់ដំណាក់កាលមួយដកដង្ហើមមួយរាប់ពី1ដល់10ចាំនិយាយឬមួយក៏អាចនិយាយភាសាដែលចង់និយាយចេញមកហ្នឹងនៅក្នុងចិត្តរបស់យើងហើយសួរខ្លួនឯងថានិយាយទៅត្រូវអត់វិធីនេះជួយឲ្យខួរក្បាលជាអ្នកធ្វើការជំនួសយើងធម្មតានៅពេលដែលយើងខឹងយើងតែងតែនិយាយបានគិតទៅអញ្ចឹងបើសិនជាយើងយកពាក្យហ្នឹងមកនិយាយនៅក្នុងការគិតរបស់យើងមុននឹងនិយាយអាចធ្វើឲ្យខួរក្បាលរបស់យើងណាជួយគិតពិចារណាមុននឹងយើងនិយាយបានទី4ត្រូវចេះលើកលែងហើយអភ័យទោសឲ្យកំហុសពីអតីតកាលដែលកំពុងតែមើលវីដេអូនេះប្រកាសជាដឹងច្បាស់ណាស់ថាកំហឹងភាគច្រើនកើតចេញពីអតីតកាលការអភ័យទោសគឺជាការលើកលែងឲ្យខ្លួនឯងមិនមែនលើកលែងឲ្យគេតែម្យ៉ាងនោះទេនៅពេលដែលយើងខឹងយើងអ្នកដុតកម្លោចខ្លួនឯងនោះទេអ្នកដែលធ្វើឲ្យយើងខឹងនោះពេលខ្លះគេមិនបានដឹងអីជាមួយយើងផងហ្នឹងយើងផ្ដោតសេរីភាពហើយនិងសន្តិភាពមកឲ្យខ្លួនឯងអត់មានអីខុសទេដោយដែលការលើកលែងឲ្យខ្លួនឯងដូចគ្នាដែរការលើកលែងទោសឲ្យអ្នកដទៃស្មើនឹងដោះលែងខ្លួនឯងដូចគ្នាទី5ស្វែងយល់ពីមូលហេតុកំហឹងខ្លះកើតចេញពីការមិននិយាយគ្នាកំហឹងខ្លះកើតចេញពីការមិនបកស្រាយស្ដាប់គ្នាមិនបានសម្ពាធឬក៏ការដែលមិនចេះយោគយល់គ្នាអ្នកទាំងអស់គ្នាត្រូវចាំថាកំហឹងដែលកើតមានគឺកើតមានចេញពីយើងមិនចេះគ្រប់គ្រងខ្លួនឯងអញ្ចឹងរាល់ពេលដែលខឹងកុំភ្លេចបន្ទិញពីនេះឲ្យជាប់ខ្ញុំខឹងមកពីខ្ញុំមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងទី6រៀបចំទម្រង់នៃការនិយាយជឿថាមនុស្សដែលប៉ាកែនៅក្នុងការនិយាយខ្លាំងមែនតើទោះបីជាគាត់កំពុងតែខឹងក៏និយាយចេញទៅមិនឲ្យគេដឹងថាគាត់កំពុងតែខឹងដែរនិយាយឲ្យច្បាស់ប៉ុន្តែដោយការគោរពពេលដែលខឹងយើងតែងតែប្រើកំហឹងជះទៅដោយគ្មានការគោរពទៅកាន់អ្នកដទៃទេដូច្នេះហើយនៅពេលដែលយើងនិយាយបែបនឹងចេញទៅបាត់យើងបាត់បង់ទាំងតម្លៃខ្លួនឯងយើងបាត់បង់ទាំងការគោរពទៅកាន់អ្នកដទៃដូចគ្នាកុំនិយាយលាយយំឬមួយក៏សម្ដីកំហុសទី7នោះកុំប្រើពាក្យថាគេអ្នកឬមួយក៏ខ្ញុំកំឡុងពេលដែលខឹងព្រោះពេលប្រើពាក្យនេះនៅក្នុងការសន្ទនាកំឡុងពេលដែលខឹងស្ដាប់មើលទៅមានអារម្មណ៍ថាដូចជាកំពុងតែជះកំហឹងខ្លាំងបំផុត8ចូលរួមសកម្មភាពបំបត្តិ stress កម្មភាពបំបត្តិ stress មានច្រើនខ្លាំងមែនតើអាចប្រើវិធីផ្សេងតាមបែបដែលយើងគិតថាត្រឹមត្រូវហើយល្អសម្រាប់ខ្លួនឯងតែមានដូចជាការហាត់ប្រាណការស្ដាប់ចម្រៀងជាពិសេសនោះគឺការសមាធិបន្ថយការញ៉ាំកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេឬមួយក៏សារធាតុភេសជ្ជៈមួយចំនួនទៀតក៏មានជាកាហ្វេអ៊ីនដែរហើយកុំភ្លេចគេងឲ្យបានគ្រប់គ្រាន់នៅពេលដែលយើងគេងគ្រប់គ្រាន់យើងអត់សូវ stress យើងអត់សូវមួម៉ៅហើយយើងក៏អត់សូវខឹងអ្នកដទៃច្រើនដែរជំនួយការគិតរបស់យើងឲ្យគិតបានត្រឹមត្រូវល្អិតល្អន់ហើយក៏ដូចជាល្អប្រសើរជាងមុនអារម្មណ៍ស្រស់ស្រាយនៅពេលដែលយើងគេងបានឆ្អែតចង់ដឹងអីទៀតពីអាណេត